មានអំប្រុសម្នាក់តាមមកសួរខ្ញុំថាតើខ្ញុំជាអ្នករត់តាក់ស៊ីមែនដែរឬទេខ្ញុំក៏ឆ្លើយបាទអ៊ំអញ្ចឹងឡានក្មួយទទួលអីវ៉ាន់ដឹកដែរឬទេអូដឹកតែអ៊ំចង់ផ្ញើទៅដល់ណាដែរអ៊ំនោះក៏បានឆ្លើយថាអ៊ំចង់ផ្ញើទៅដល់ខេត្តហើយគាត់ក៏បានយកអីវ៉ាន់នោះមកឲ្យខ្ញុំអីវ៉ាន់នោះមើលទៅរុងដោយក្រណាត់សហើយនឹងច្រកថង់ដែលមានទំហំប៉ុនកជើងទីក្មួយលេខអ្នកទទួលហើយក្មួយជួយមើលអីវ៉ាន់នេះផងកុំឲ្យមានបែកបាក់ឲ្យសោះបាទមិនអីទេអ៊ំចង់ខ្ញុំមើលឲ្យកុំព្រួយបារម្ភអីហើយអ៊ំប្រុសម្នាក់នោះក៏បានដើរចាកចេញទៅនិយាយអំពីឡានរបស់ខ្ញុំទម្រាំបានភ្ញៀវពេញក៏ម៉ោង 4:75 ទៅហើយឡានបានចេញធ្វើដំណើរបានមួយសន្ទុះក្រោយមកក៏ស្រាប់តែឡានរបស់ខ្ញុំបានវេចង្គោលដល់ពេលអញ្ចឹងខ្ញុំក៏បានចុះពីចិញ្ចើមផ្លូវដើម្បីពិនិត្យមើលឃើញថាឡានរបស់ខ្ញុំវាបានបែកកង់ខាងក្រោយសំណាងណាស់ដែលនៅមានកង់សកួរតែខ្ញុំក៏និយាយក្នុងចិត្តដែរថាសបកកង់នៅមិនប៉ុណ្ណឹងដែរចេះបែកទៅកើតប្រហែល10នាទីខ្ញុំក៏បានដូរកង់បានរួចរាល់còn ប្រហែលជា3 ម៉ោងក្រោយមកក៏ជិតដល់ខេត្តភ្ញៀវក៏ចុះបណ្ដើរអស់ពីឡាននៅឡើយសោះតែអីវ៉ាន់ទម្លាក់ឲ្យភ្ញៀវតែប៉ុណ្ណោះតែមើលម៉ោងក៏ឃើញម៉ោង10 ជាងទៅហើយខ្ញុំក៏គិតថាបើយកអីវ៉ាន់ឲ្យគេស្មានហ្នឹងក៏ភ្ញៀវគេក៏មិនមកយកដែរអញ្ចឹងខ្ញុំក៏ខលទៅប្រាប់ម្ចាស់អីវ៉ាន់ទាំងអស់ថាចាំស្អែកព្រឹកចាំខ្ញុំទៅទម្លាក់ឲ្យតែដល់ពេលខលទៅលេខម្ចាស់អីវ៉ាន់ដែលអ៊ំប្រុសម្នាក់ផ្ញើអីវ៉ាន់ថ្ងៃមិញគឺមិនលើកតតែសោះខ្ញុំព្យាយាមខលទៅ 4-5 ដងវាអត់លើកអញ្ចឹងខ្ញុំក៏លេងខលស្រាប់តែបានមួយសន្ទុះធំក្រោយមកទូរស័ព្ទខ្ញុំក៏ចាប់ផ្ដើមរោដល់ពេលមើលទៅនោះគឺជាលេខទូរស័ព្ទអីវ៉ាន់អ្នកដែលទទួលអីវ៉ាន់ពីខ្ញុំដែលខ្ញុំទេតែមិនលើកសំឡេងមួយក៏បាននិយាយមកកាន់ថាអាឡូជំរាបសួរខ្ញុំក៏ឆ្លើយវិញថាបាទជំរាបសួរបងអំបញ្ញមិញខ្ញុំខលទៅបងមិនលើកខ្ញុំជាអ្នករត់តាក់ស៊ីដឹកអីវ៉ាន់ឲ្យបងឥឡូវយប់ពេកខ្ញុំចង់អត់បានយកអីវ៉ាន់ឲ្យបងទេចាំស្អែកបានអត់បងបុរសនោះក៏និយាយថាអូអត់កើតទេអូនអីវ៉ាន់ខ្ញុំគឺប្រញាប់ណាស់បងជួយដឹកអីវ៉ាន់ឲ្យខ្ញុំបន្តិចមកខ្ញុំព្យាយាមបញ្យល់គាត់មួយសន្ទុះតែយ៉ាងណាក៏គាត់នៅតែមិនព្រមចុងក្រោយគឺខ្ញុំសម្រេចចិត្តថានឹងយកអីវ៉ាន់ទៅឲ្យគាត់ហើយគាត់ក៏បានប្រាប់ទីតាំងមកឲ្យខ្ញុំមួយសន្ទុះធំក្រោយមកខ្ញុំក៏បានរកឃើញអាឡូខាងទ្វារមួយដែលនៅចិញ្ចើមផ្លូវខាងស្ដាំដៃខាងទ្វារដូចផ្លូវចូលវត្តនឹងមែននេះគឺជាសម្ដីដែលខ្ញុំបាននិយាយទៅកាន់បុរសនោះបាទបងនឹងហើយបងចូលមកត្រង់រហូតមកគឺដល់ផ្ទះខ្ញុំហើយខ្ញុំក៏មិនបានមើលផ្លាកថាក្រោមទ្វារនោះគេសរសេរឈ្មោះអំពីអ្វីដែរព្រោះវានៅខាងលើងងឹតមិនអាចនឹងមើលឃើញបានឡើយខ្ញុំក៏បត់ឡានចូលទៅនៅតាមផ្លូវហាក់បីដូចជាស្ងាត់ខុសពីធម្មតារហូតចូលមកដល់ក្នុងជ្រៅបន្តិចខ្ញុំក៏បានឃើញផ្ទះអ្នកភូមិប្រហែលជា50 គ្រួសារផ្ទះគ្រប់គ្នាគឺនៅបើកភ្លើងនៅឡើយហើយក៏មានអ្នកខ្លះក៏អង្គុយនៅមាត់ទ្វារឈរនៅមុខផ្ទះសឹងតែគ្រប់ផ្ទះតែម្ដងគឺបានសម្លឹងមកមើលឡានរបស់ខ្ញុំហើយខ្ញុំក៏គិតថាអ្នកភូមិនៅទីនេះស្មាននេះហើយគេមិនទាន់ចូលដេកទៀតខ្ញុំក៏ចាប់ផ្ដើមខលទៅបរិសម្នាក់ដែលទទួលអីវ៉ាន់ម្ដងទៀតមួយសន្ទុះក្រោយបុរសនឹងក៏បានលើកទូរស័ព្ទអាឡូបងផ្ទះបងដល់ណាខ្ញុំចូលមកជ្រើដែរហើយបុរសនោះក៏តបចូលមកត្រង់រហូតមកបងបន្តិចទៀតដល់ហើយមួយសន្ទុះខ្ញុំក៏បានឃើញបុរសម្នាក់ឈរនៅមុខផ្ទះមែនហើយបានបកដៃឲ្យឡើងខ្ញុំឈប់ខ្ញុំក៏ដឹងដែរថានោះគឺជាបុរសម្នាក់ដែលទទួលអីវ៉ាន់នោះហើយខ្ញុំក៏អែបឡាននៅជិតគាត់ហើយក៏ឈប់ខ្ញុំក៏សួរគាត់ថា
បងអ្នកទទួលអីវ៉ាន់នឹងមែនបាទខ្ញុំនឹងហើយគឺជាសំឡេងបរិមម្នាក់ដែលនិយាយមកខ្សៅខ្សៅគាត់គ្មានពាក់អាវមានតែខោខ្លីមើលទៅគាត់មានរាងស្គមខ្ពស់សក់រាងរញ៉េរញ៉ៃបន្តិចខ្ញុំក៏បានយកអីវ៉ាន់ឲ្យគាត់ហើយគាត់ក៏បានហុចលុយមកឲ្យខ្ញុំវិញដែរគ្រាន់តែឡើងខ្ញុំចេញបានពីមុខផ្ទះគាត់បានប្រហែល2ម៉ែត្រស្រាប់តែឮសូរឆែតខ្ញុំក៏ដឹងភ្លាមថាឡើងខ្ញុំពិតជាមានបញ្ហាអីទៀតហើយវាពិតជាដូចអ្វីដែលខ្ញុំគិតមែនគឺឡានរបស់ខ្ញុំបានបែកកង់ហើយលើកនេះវាបែកកង់ម្ដងទាំងពីរតែម្ដងគឺកង់ខាងមុខខ្ញុំក៏និយាយតែម្នាក់ឯងថាថ្ងៃនេះគឺជាថ្ងៃអ្វីទៅហេតុអ្វីក៏ខ្ញុំសោយ៉ាងនេះខ្ញុំក៏បានក្រឡេកមកសួរបរិសម្នាក់ដែលទទួលអីវ៉ាន់នោះថាតើនៅទីនេះមានជាងប៉ះកង់ដែរឬទេបរិសនោះក៏មិនបាននិយាយទេគឺគាត់ក្រវីក្បាលខ្ញុំក៏និយាយថាចប់ហើយខ្ញុំមិនដឹងជាយ៉ាងម៉េចយ៉ាងម៉ាទេព្រោះកង់សាគូក៏គ្មានដែរហើយបរិសនោះក៏បាននិយាយមកថាយ៉ាងម៉េចយ៉ាងម៉ានៅសម្រាប់ផ្ទះគាត់មួយយប់សិនទៅព្រោះតែគ្មានជំរើសខ្ញុំក៏យល់ព្រមហើយបរិសនោះក៏បាននាំខ្ញុំឡើងទៅលើផ្ទះដើម្បីសម្រាកតែខ្ញុំមានអារម្មណ៍ហាក់បីដូចជាត្រជាក់ឬក្បាលយ៉ាងម៉េចទេតែខ្ញុំមិនគិតច្រើនឡើយបរិសនោះក៏បានទៅយកមងភួយមកឲ្យខ្ញុំគាត់ឲ្យខ្ញុំសម្រាកនៅមុខយ៉ាផ្ទះចំណែកគាត់គឺសម្រាកនៅក្នុងបន្ទប់ដោយសារតែអស់កម្លាំងពេកខ្ញុំក៏បានលក់រហូតមួយសន្ទុះធំក្រោយមកខ្ញុំក៏មានអារម្មណ៍ថាដូចជាមានមូសខាំច្រើនហើយនឹងខ្យល់បក់ត្រជាក់ខ្លាំងហើយសំឡេងចង្រិតនិងច្រៀងស្រែកយំយ៉ាងច្រើននៅពេលដែលខ្ញុំបើកភ្នែកមកខ្ញុំក៏ស្រវាយកទូរស័ព្ទមកមើលឃើញថាម៉ោង3:04ទៅព្រឹកទៅហើយអ្វីដែលខ្ញុំភ្ញាក់ផ្អើលនោះគឺខ្ញុំបានមកដេកនៅត្រង់ដើមឈើមួយខ្ញុំមិនដឹងថាជាដើមឈើអីទេវាដឹងថាត្រឹមថាវាមានដើមឈើមួយដ៏ធំនៅជុំវិញខ្លួនខ្ញុំដូចជាឃើញអ្វីដូចជាដំបូកខ្មៅៗនៅជុំវិញខ្លួនខ្ញុំច្រើនណាស់ហើយនៅខ្លួនខ្ញុំគឺគ្មានភួយមងអ្វីទេមានតែសំឡេងចង្រិតយំជ្រេកហើយនឹងភាពងងឹតខ្ញុំក៏ស្ទុះងើបភ្លាមរត់ទៅចូលក្នុងឡានភ្លាមមកឆេះឡានបើកចេញទៅយ៉ាងលឿនខ្ញុំបើកឡានបណ្ដើរមើលបណ្ដើរជុំវិញខ្លួនឃើញដូចជាដំបូកនៅគ្រប់ទិសទីមើលទៅពិតជាគួរឲ្យព្រឺក្បាលណាស់ឡានអញបែកកង់មុខខាងទាំងពីរផងបាច់ជាខ្ទេចអស់ហើយខ្ញុំក៏ស្ទុះចុះទៅលើឡានភ្លាមឃើញថាវាមិនបានបែកកង់នោះទេខ្ញុំមានការភ្ញាក់ផ្អើលប្រហែលជាខ្លាំងបានណាស់ខ្ញុំត្រូវខ្មោចលងអ្វីដែលខ្ញុំរឹតតែឆ្ងល់នោះបើកមួយសន្ទុះធំទៅហើយនៅតែមិនទាន់ផុតពីកន្លែងភូមិនឹងសោះរហូតមើលម៉ោងក៏ឃើញម៉ោង5កន្លះជិត6ទៅហើយម្ដងនេះខ្ញុំអាចមើលឃើញច្បាស់ជាងមុនវាបង្ហាញភ្នូរខ្មោចជាច្រើនឲ្យខ្ញុំឃើញច្បាស់នេះគឺជាកន្លែងកប់ខ្មោចម៉ោង6:10នាទីទើបខ្ញុំបានឃើញបើមកដល់ខ្លោងទ្វារច្រកចូលយប់មិញក៏ក្រឡេកទៅមើលឃើញច្បាស់គេដាក់សរសេរថាឋានសួគ៌វាមានន័យថាកន្លែងបញ្ចុះសពពេលមកដល់ផ្ទះខ្ញុំក៏បានយករឿងនោះប្រាប់ម្ដាយរបស់ខ្ញុំគាត់ក៏បានឲ្យខ្ញុំទៅស្រោចទឹកនៅឯវត្តរឿងវាមិនទាន់ចប់ប៉ុណ្ណេះទេបានត្រឹមតែ2ថ្ងៃក្រោយលេខទូរស័ព្ទដែលជាអ្នកទទួលអីវ៉ាន់នៅពូម្នាក់នោះក៏បានទេមកខ្ញុំម្ដងទៀតលេខមកខលមកខ្ញុំចំនួន10ដងទើបខ្ញុំហ៊ានទទួលលើកម្ដងទៀតយ៉ាងញោមមាត់ថាអាឡូហើយក៏ឮសំឡេងស្ត្រីម្នាក់និយាយថាអាឡូនេះជាលេខរបស់អ្នកណាដែរខ្ញុំខលទៅពី3ថ្ងៃហើយតែចូលតែមិនលើកខ្ញុំក៏ឆ្លើយតបទៅស្ត្រីនោះវិញថាខ្ញុំជាអ្នករត់តាក់ស៊ីដឹកអីវ៉ាន់ហើយលេខនឹងគឺជាលេខដែលត្រូវទទួលអីវ៉ាន់ពីខ្ញុំ
តែលើកមុនគឺជាបុរសម្នាក់បានឲ្យខ្ញុំយកអីវ៉ាន់ឲ្យគាត់ហើយខ្ញុំក៏បានប្រាប់គាត់ទៅតាមដំណើររឿងទាំងអស់រឿងដែលភ្ញាក់ផ្អើលខាងនោះគឺស្ត្រីនោះនិយាយថាម្ចាស់លេខទូរស័ព្ទនេះគឺជាមនុស្សប្រុសដែលទៅជាបងស្រីរបស់គាត់ដែលបានស្លាប់9ថ្ងៃមុនបើគិតដក2ថ្ងៃមុនគឺជាថ្ងៃ7ស្រាប់7ថ្ងៃរបស់គាត់គ្រាន់តែខ្ញុំបានឮភ្លាមខ្ញុំមានអារម្មណ៍តក់ស្លុតនិងព្រឺក្បាលជាខ្លាំងគាត់ក៏និយាយមកទៀតថាចុះអីវ៉ាន់នោះនៅទីណាខ្ញុំក៏បានប្រាប់គាត់ទៅតាមដំណើររឿងទៀតគាត់ក៏បានឆ្លោយមកនិយាយមកទៀតថាអញ្ចឹងចាំគាត់ទៅយកធៀបក្មួយគាត់នៅទីនោះក៏បានដែរព្រោះគាត់ដឹងនៅទីណាហើយខ្ញុំក៏លន់មាត់ថាម៉េចធៀបអញ្ចឹងមានន័យថាអីវ៉ាន់មួយដុំនោះគឺជាចឹងខ្មោចស្ត្រីម្នាក់នោះក៏ឆ្លើយថានឹងហើយវាគឺជាធៀបរបស់ក្មួយគាត់ដែលត្រូវបានស្លាប់នៅថៃវាធ្លាក់ពីលើអគារជាន់ទី5ពួកគេធ្វើសំណងហើយក៏បានត្រូវជាគោបង្កើបុរសម្នាក់ដែលជាលេខទូរស័ព្ទនេះដែរខ្ញុំព្រាំងអស់ពាក្យនិយាយអញ្ចឹងអញតើបើខ្ញុំជួបតែរឿងប្លែកៗ